វិស័យនយោបាយចំណុចទី5.2ក្រោយឡើងកាន់អំណាចរបស់លោក Prestel មកគេមិនបានឃើញមានកំណែទម្រង់ម្ដងណាឡើយជាពិសេសគឺបញ្ហាលទ្ធិប្រជាធិបតេយ្យមានការបង្ក្រាបទៅលើជួរបញ្ញវន្តជាពិសេសសេរីភាពក្នុងការបញ្ចេញមតិឬក៏យោបល់ប៉ុន្តែកម្រិតនៃការបង្ក្រាបស្រាលជាងនៅក្នុងសម័យ Stalin លោក ស៊ុយ សេនីស៊ីន ជាអ្នកនិពន្ធដ៏ល្បីល្បាញធ្លាប់បានរិះគន់របបកុម្មុយនីសនិងអ្នកប្រាជ្ញរូបវិទ្យាលោក សាខារ៉ូសាខារ៉ូជាដើមសុទ្ធសឹងជាអ្នកប្រឆាំងដែលមានឈ្មោះល្បីដែលធ្លាប់ទទួលបានពានរង្វាន់ Nobel សន្តិភាពត្រូវគេនិរទេសទៅតំបន់ឆ្ងាយតាមធម្មតាអ្នកប្រឆាំងត្រូវបានគេចាប់ដាក់គុកឬក៏បញ្ជូនទៅមន្ទីរពេទ្យវិកលចរិតដើម្បីអប់រំកែប្រែការដឹកនាំសហភាពសូវៀតគឺពឹងផ្អែកលើសមាជិកបក្សកុម្មុយនីសដែលមានចំនួនរហូតដល់17លាននាក់ទូទាំងប្រទេសមានទូនាទីសំខាន់បំផុតក្នុងវិស័យនយោបាយចាប់ពីឆ្នាំ1917មកចាប់តាំងពីលោក Brezhnev រហូតមកដល់លោក Gorbachev តំណែងប្រធានាធិបតីសហភាពសូវៀតចេះតែផ្លាស់ប្ដូរយ៉ាងឆាប់រហ័សបណ្ដាលមកពីវ័យជរានៃអ្នកដឹកនាំកង្វះកំណែទម្រង់ឲ្យមានប្រសិទ្ធភាពស្របពេលដែលសហភាពសូវៀតកំពុងជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។